Channel Win តែសុនិទានរឿងខ្មែរសូមជូនរឿងព្រៃល្បីមានខ្មោចលងអំពីព្រៃមួយកន្លែងដែលអ្នកភូមិសិរីល្បីតគ្នាថាមានខ្មោចលងយ៉ាងសាហាវគួរឲ្យខ្លាចបំផុតមិនថាពេលយប់ឬពេលថ្ងៃនោះទេមើលទៅព្រៃនោះនៅពេលថ្ងៃឃើញមានសុទ្ធតែដើមឈើផ្កាវល្លិយ៉ាងខៀវស្រងាត់អមជាមួយនឹងដើមឈើធំវាដុះលូតឡើងខ្ពស់ស្រឡះគ្របព្រៃព្រឹក្សាតូចជុំចិត្តត្បិតអីព្រៃនេះពេលថ្ងៃមើលទៅឃើញស្អាតនិងស្ងប់ស្ងាត់ល្អក៏ប៉ុន្តែនៅពេលដែលព្រះអាទិត្យរលត់បាត់ពន្លឺពីផ្ទៃផែនដីផ្ទៃព្រៃក៏ចាប់មានពន្លឺភ្លើងហោះចេញចូលទៅមកដូចជាមានមនុស្សរស់នៅទីនោះរាប់សិបនាក់អញ្ចឹងសំឡេងឆ្កែព្រៃវាលូឡើងរំពងអមផ្សំជាមួយនឹងលលខ្មោចយំគូកឮពាសពេញព្រៃនៅលើដើមឈើនីមួយមានសុទ្ធតែវិញ្ញាណខ្មោចតែលតោលដែលរសាត់មកលាក់ខ្លួនពួនអាត្មានៅនឹងដើមឈើធំទាំងនោះខ្មោចខ្លះដាច់ក្បាលខ្លះមានមួយកំណាត់ខ្លួនរីឯខ្មោចផ្សេងទៀតមានផ្ទៃមុខរលេះរលួយឃើញតែឆ្អឹងរកតែសាច់គ្មានដោយសារហេតុនេះហើយទើបអ្នកភូមិមិនហ៊ានចូលមកព្រៃនេះទាល់តែសោះតែទោះជាយ៉ាងណាក៏មានអ្នកភូមិខ្លះទៀតដែលមិនជឿថាព្រៃនេះមានពពួកខ្មោចទាំងនេះទេនៅក្នុងភូមិនោះផងដែរមានបុរសម្នាក់ឈ្មោះថានេលុញដែលពូកែផឹកស្រាជាងគេនៅក្នុងភូមិទាំងខ្លួននៅវ័យក្មេងនៅថ្ងៃមួយនោះគាត់បានទៅទិញស្រានៅឯទៀមលក់ចាប់ហួយមួយគាត់ជួនពេលដែលគាត់ទៅដល់ចំពេលដែលអ្នកភូមិ2 3នាក់កំពុងតែនិយាយគ្នាអំទាំងអស់នេះហើយខ្លួនគាត់ក៏និយាយក្នុងចិត្តថាយីអ៊ីចាស់អស់នេះ2025ឥឡូវហើយនៅជឿលើរឿងខ្មោចខ្មាំងស្អីនោះទៀតវ៉ៃចាំមើលយប់នេះអញនឹងទៅដេកចាំមើលខ្មោចនៅក្នុងព្រៃនឹងម្ដងថាវាមានខ្មោចពិតមែនឬក៏អត់នីលុញគិតហើយគាត់ក៏សួរទៅអ្នកលក់ថាណែមីអូនឯងជឿថាព្រៃនោះមានខ្មោចពិតមែនឬក៏អត់ចាបងមានពិតមែនវាថែមទាំងឡងពុកខ្ញុំទៀតផងបងខ្មោចខ្មាំងស្អីទេអូនឯងចាំមើលយប់នេះបងទៅដេកនៅព្រៃនោះចាប់ខ្មោចយកមកឲ្យអូនត្រាំស្រាមកឲ្យបងផឹកតែម្ដងបើព្រៃនោះវាមានខ្មោចពិតមែននោះឯងចាំតែមើលទៅខ្ញុំខ្លាចតែមិនបានខ្មោចតែបើជាបងឯងលែងបានមកវិញទេមើលទៅឯងនេះចាំតែមើលទៅ
បានដើរតាំងមកក្នុងព្រៃនេះនៅនឹងចង្កេះខោរបស់គាត់មានចងដបស្រាមួយជាប់នឹងក្រមាដើរបណ្ដើរពូលបណ្ដើរថាមើលអញឮល្បីថាព្រៃនេះវាមានខ្មោចលងឥឡូវអញមកដល់ហើយមើលឆាប់នាំគ្នាចេញមកអញចាប់យកទៅត្រាំស្រាទាំងអស់ហ្នឹងបើមានមែនឆាប់ចេញមកវើយភើយភ្លាមនោះខ្មោចទាំងអស់នោះក៏បានបង្ហាញខ្លួនឡើងរីឯនីឡុញវិញគាត់មិនខ្លាំងដូចអ្វីដែលគាត់និយាយនោះទេពេលដែលឃើញខ្មោចភ្លាមគាត់ប្រកាច់សន្លប់ស្ដោកនៅនឹងដីហើយពពួកខ្មោចទាំងនោះវាមិនហ៊ានប៉ះពាល់អ្វីនីឡុញឡើយដោយសារតែពួកវាមិនចង់មានបាបតទៅទៀតហើយនីឡុញនៅដេកសន្លប់ទីនោះទាល់តែភ្លឺព្រៃព្រឹក្សាស្ងាត់ជ្រងំកណ្ដោចកណ្ដែងកណ្ដាលព្រៃឥតមានមនុស្សណាម្នាក់ដែលធ្វើដំណើរឆ្លងកាត់ទីនេះនោះឡើយរហូតដល់យប់មួយទៀតមានបុរស3នាក់បានធ្វើដំណើរឆ្លងកាត់ទីនេះបុរសទាំង3នាក់នោះគឺជាឪពុកនិងកូនដែលធ្វើដំណើរចាក់ចេញពីភូមិឋានសំដៅទៅភូមិម្ខាងទៀតគោលបំណងចង់ទៅលេងបងប្អូនសាច់ញាតិតែផ្លូវទៅនោះទៀតសោតគឺតម្រូវឲ្យឆ្លងកាត់ព្រៃនេះទើបដល់ភូមិនៃអ្នកទាំង3នេះចង់ទៅដើរដល់ពាក់កណ្ដាលព្រៃបុរសដែលជាកូនសួរទៅឪពុកថាឪចិត្តដល់នៅឪខ្ញុំចុកជើងណាឪដើរតាំងពីថ្ងៃរហូតដល់ពេលនេះទៅហើយនៅមិនទាន់ដល់ទៀតឪមែននឹងឪខ្ញុំចុកជើងណាឪយីអាពីអ្នកនេះអីក៏អន់ម្លេះដើរចម្ងាយនឹងរអ៊ូនោះរអ៊ូទ្រាំតិចទៅតិចទៀតដល់ហើយអានេះវៃយីឪឮតែថាចិត្តដល់ហើយយូរហើយដើរឡើងជើងខ្ញុំរួញអស់ហើយឪកូនទាំង3នាក់នេះដើរបណ្ដើរនិយាយគ្នាពីនេះពីនោះបណ្ដើររហូតដល់ព្រៃជ្រៅផ្លូវស្ងាត់ក៏លេចចេញបរោះម្នាក់ទៀតដើរមកពីក្រោយមិនដឹងតាំងពីពេលណានោះទេរួចក៏សួរទៅអ្នកទាំង3នោះថាអេពូទាំង3នាក់អញ្ជើញតាណាដែរនឹងសូមរួមដំណើរទៅជាមួយផងកុំដើរលឿនពេកខ្ញុំតាមមិនទាន់ទេខ្ញុំខ្លាចជ្រុះក្បាលខ្ញុំអេដល់ត្រឹមពាក្យថាខ្ញុំខ្លាចជ្រុះក្បាលឪពុកកូនទាំង3នាក់នេះងាកក្បាលមកក្រោយក៏បានឃើញខ្មោចមួយដែលកំពុងតែដើរមកពីក្រោយទាំងសភាពដាច់ក្បាលអាក្រក់គួរឲ្យខ្លាចបំផុតអ្នកទាំង3ឃើញហើយមិនបងអង្គយូរនាំគ្នារត់បាតជើងសព្រាតលុះរត់បានឆ្ងាយបន្តិចខ្មោចនោះក៏លែងតាមមកទៀតក៏ប៉ុន្តែមានខ្មោចមួយទៀតក៏លេចចេញមកម្ដងនេះខ្មោចនោះមានតែក្បាលតែខ្លួនប្រាណវិញឃើញតែឆ្អឹងសស្ញាចរកតែសាច់គ្មានឈរនៅពីខាងមុខម្ដងខ្មោចក្នុងព្រៃនេះហាក់ដូចជាដឹងថាមានមនុស្សកំពុងតែធ្វើដំណើរឆ្លងកាត់ទីនេះវាដាក់វេនគ្នាចេញលងម្ដងម្នាក់ធ្វើឲ្យមនុស្សទាំងអស់នោះភ័យស្ទើរលួសប្រលឹងតែពួកវាមិនហ៊ានសម្លាប់មនុស្សឡើយគ្រាន់តែមានមនុស្សឆ្លងកាត់ទីនេះទើបប្រទះឃើញពួកវាអ្នកទាំង3លុះរត់ផុតព្រៃនេះហើយរីឯខ្មោចក៏លែងតាមមកទៀតពួកគាត់ទាំង3ក៏នាំគ្នាឈប់សម្រាកឲ្យបាត់ហត់នៅក្រោមដើមឈើកណ្ដាលផ្លូវពេលនោះនិទានក៏និយាយថាឪក្រែងឪមានខ្សែកថាការពារកុំឲ្យខ្មោចលងអីឪមិនបានជាឪរត់លឿនជាងពួកខ្ញុំទៅទៀតឪហាមែនណាដល់តែពេលអញ្ចឹងភ្លេចអស់រលីងតាមពិតពូពេកគាត់ខ្លាចខ្មោចនោះពិតមែនតែគាត់និយាយធ្វើដូចជាភ្លេចកុំឲ្យកូនរបស់គាត់សើចចំអកគាត់តែប៉ុណ្ណោះពេលនោះរាត្រីកាលកាន់តែយប់ជ្រៅទៅហើយអ្នកទាំង3ក៏សម្រេចចិត្តថាសម្រាកនៅក្រោមដើមឈើនោះ
ចាំព្រឹកស្អែកសូមធ្វើដំណើរតទៅទៀតណាមួយពួកគាត់ហត់នឿយអស់កម្លាំងផងលងលុះព្រះសូរយន្តរេរះចាស់ពន្លឺសវណ្ណមកប៉ះនឹងផ្ទៃមុខរបស់ឪពុកកូនទាំង3នាក់នេះទើបពួកគាត់រុះរាន់ក្រោកឡើងធ្វើដំណើរតទៅមុខទៀតហើយរឿងនិទាននេះក៏សូមបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះសូមអរគុណបងប្អូនអ្នកទេសនារឿងនិទានជាគំនូរជីវចលនេះសូមជួយចុច like និងចុច subscribe channel រួចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណនិងសូមគោរពលា